ដាក់ចេកអាំងអស់2ម៉ែហើយឡើងពីជាន់ទី2ដល់ជាន់ទី6អត់ដឹងកម្លាំងមកពីណាសំខាន់មកលើកនេះគឺលេងឈុតធំតែម្ដងចេញតាំងពីមុនម៉ោង12ឡើងទៅដល់លើចិត្តម៉ោង2អាហ្នឹងអត់ទាន់ទៅដល់ជាន់ទី7ណាហ្នឹងហើយក្នុងវីដេអូនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាទៅទស្សនាទឹកជ្រោះមួយជាន់ហើយអ្វីដែលសំខាន់ជាន់ទី7សូមលាក់ទុកសិនចេញវីដេអូក្រោយទៀតហើយកុំឲ្យខាតហ្នឹងហើយជ្រុលតែមកហើយមិនបាច់ទាន់ទៅដល់ជាន់ទី7ទាន់ទេមួយទឹកឲ្យហើយព្រោះដោយសារបើសិនជាអត់មួយទឹកទេគឺដឹងអត់មានកម្លាំងឡើងលើទេក្តៅខ្លាំងណាស់លោកឲ្យលោកហើយសំខាន់ពេលដែលមួយគឺទឹកត្រជាក់ដោយតកអញ្ចឹងដើម្បីកុំឲ្យខាតពេលខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាទៅទស្សនាវីដេអូរបស់ខ្ញុំជាបន្តបន្ទាប់ដូចតទៅក្រោយពីឡើងបានមកសន្ទុះឥឡូវនេះខ្ញុំមកដល់ជាន់ទី2ហើយប៉ាយគឺគេដាក់តាមដើមឈើមួយណាយើងមកដល់ជាន់ណាគឺគេតសេជាលក្ខណៈអញ្ចឹងហើយមានបាញ់សញ្ញាព្រួយណាក្រោយមកក៏បានជួបអ៊ំស្រីម្នាក់នេះគាត់លក់អន្សមនៅជាន់ទី2ណាបើសិនជាបងប្អូនបានមកកុំភ្លេចជួយទិញគាត់ផងទទួលស្គាល់ថាអន្សមគាត់ឆ្ងាញ់ហើយមកដល់នេះគឺម៉ោង7:12ហើយដល់ពេលអញ្ចឹងញ៉ាំបានពីព្រឹកប៉ុន្តែពេលដែលមកដល់ហ្នឹងគឺអត់ញ៉ាំទេតាមពិតត្រូវញ៉ាំបាយថ្ងៃតែដោយសាររៀងឆ្អែតពីព្រឹកមកគឺអត់សូវ clean ណាដល់ពេលមកឃើញអន្សមគាត់តំណងក៏ជួយទិញគាត់ញ៉ាំទៅហើយនេះគឺជាសភាពទឹកនៃជាន់ទី2ណាហ្នឹងហើយនិយាយទៅវាមាន2ប្លុកបងប្អូនណាប្លុកលើនោះវាដូចជាអាងហែលទឹកចឹងវាមានមួយកន្លែកហើយដល់ពេលខាងមុខខ្ញុំនេះគឺមានមួយកន្លែកទៀតហើយជុំវិញហ្នឹងគឺសិតតែថ្មធំណាហើយកាលពីមុនខ្ញុំធ្លាប់មកខែវស្សាបងប្អូនទឹកធ្លាក់មកច្រើនមែនតើហើយសំខាន់កន្លែងហ្នឹងគឺប្លង់ថតរូបគឺស្អាតហើយទឹកគឺថ្លាយើងមុជលេងគឺសប្បាយបងប្អូនដែលគាត់ភាកច្រើនមកគឺអ្នកខ្លះគាត់អត់ចង់ឡើងលើទេព្រោះដោយសារវាខ្ពស់ហើយកន្លែងហ្នឹងគឺអាចទទួលយកបានណាអញ្ចឹងកាលណាទឹកធ្លាក់មកច្រើនគឺគាត់អាចលេងសប្បាយថងហ្នឹងដូចគ្នាដែរហើយឥឡូវនេះក៏ខ្ញុំបន្តឡើងទៅលើទៀតបងប្អូនណាហ្នឹងហើយនិយាយទៅជាន់ទី3ហើយជាន់ទី2វាអត់នៅឆ្ងាយពីគ្នាទេបងប្អូននិយាយទៅវាជិតមែនតើទី1ទី2ទី3គឺជាប់គ្នាទេទី4ទី5ក៏អត់សូវអីដែរប៉ុន្តែឡើងទៅទី6យើងឆ្ងាយបន្តិចហើយសម្រាប់ទី7គឺកាន់តែឆ្ងាយតែម្ដងឥឡូវបានធ្វើដំណើរមកដល់ទឹកធ្លាក់ជាន់ទី3ហើយទៅមើលទាំងអស់គ្នានេះគឺទឹកធ្លាក់ជាន់ទី3របស់គេមានប៉ុណ្ណឹងបងប្អូនទឹកវានៅរៀងអត់ទៅច្រើនណាវានៅល្មមលេងអានេះយើងមួយធម្មតាឲ្យបានទេទឹកហូរវារិចសម្រាប់ជាន់ទី3នេះនិយាយទៅទឹកវាធ្លាក់បែបលក្ខណៈរាបស្មើបងប្អូនណាវាអត់សូវចោតខ្លាំងទេហើយនៅតាមច្រាំងកែមហ្នឹងគឺបងប្អូនអាចក្រាលកាទេឬក៏អង្គុយពេជ្រនិចឬក៏បោះតង់បានណាសម្រាប់ថ្មគឺស្មើដូចក្រាលម៉ាបចឹងហើយបើសិនជាខែទឹកខ្លាំងបងប្អូនកន្លែងហ្នឹងគឺទឹកវាហូរកាត់ណាសឹងតែយើងឆ្លងពីម្ខាងទៅម្ខាងគឺឆ្លងអត់កើតទេកន្លែងខ្លះណាត្រូវការដាក់ឈើដាក់បកងដល់អីដើម្បីឆ្លងទៅប៉ុន្តែដោយសារខែនេះគឺជាខែប្រាំងអញ្ចឹងទឹកវាមានល្មមហើយសម្រាប់បងប្អូនដែលគាត់មានក្មេងតូចអីណាគាត់លេងកន្លែងនេះគឺស្រួលមែនតើព្រោះដោយសារទឹកវាអត់ជ្រៅទឹកតិចល្មមអញ្ចឹងវាអាចសមត្ថភាពប៉ុន្តែវាអាចមានការរអិលអីតិចតួចដែរអញ្ចឹងបងប្អូនបើមានក្មេងតូចសូមមេត្តាយើងមើលថែទាំគាត់ផងប្រយ័ត្នគាត់ដើរទៅវាល្អិលណាហើយឥឡូវនេះខ្ញុំបន្តដើរទៅមុខទៀតបងប្អូនណាហ្នឹងហើយខ្ញុំឡើងទៅជាន់ទី4សម្រាប់អ្នកដែលគាត់អត់សូវដើរឡើងភ្នំណាហ្នឹងហើយនិយាយទៅគឺពិបាកមែនតើតែបើសម្រាប់ខ្ញុំពិបាកដូចគ្នាដែរកុំថាអត់ពិបាកបងប្អូនគឺហត់ខ្លាំងណាប៉ុន្តែដោយសារខ្ញុំធ្លាប់អញ្ចឹងវាអត់សូវមានជាបញ្ហាមកទេដល់កន្លែងណាអង្គុយបានគឺអង្គុយដល់កន្លែងណាសម្រាប់ញ៉ាំទឹកគឺញ៉ាំទឹកឥឡូវនេះទីបំផុតខ្ញុំមកដល់ជាន់ទី4ហើយបងប្អូននេះគឺជាសភាពហ្នឹងហើយទឹកជ្រោះនៃជាន់ទី4គឺលក្ខណៈសម្បូរថ្មបងប្អូនណាហ្នឹងហើយទឹកគឺវាធ្លាក់ជាលក្ខណៈក្លុកធ្លុកទូចហើយទេសភាពកន្លែងនេះក៏វាមួយយ៉ាងដែរបងប្អូនណាហ្នឹងហើយវាស្អាតលក្ខណៈបែបធម្មជាតិប៉ុន្តែបើសិនជាយើងថតប្លង់ឈរយើងពិបាកតិចដោយសារយើងអត់ឃើញទឹកជ្រោះទេទឹកជ្រោះវាហូរមកគឺពាបជាមួយនឹងថ្មតែម្ដងណាហើយថ្មវាមានថ្មតូចថ្មធំហ្នឹងហើយទឹកគឺវាធ្លាក់មកកញ្ចប់បន្តិចណាបើសួរថាកន្លែងហ្នឹងស្រួលងូតទឹកអត់គឺខ្ញុំអត់ណែនាំទេបងប្អូនហ្នឹងហើយបើសិនជាបងប្អូនមកគ្រាន់តែបងប្អូនអាចចុះមើលបានប៉ុន្តែបងប្អូនបន្តទៅមុខទៅហ្នឹងហើយយើងឡើងទៅជាន់ទី5ទី6អីទៅហើយនេះគឺជាសភាពនៃជាន់ទី5ហ្នឹងហើយជាន់ទី5នេះក៏មានទឹកដែរបងប្អូនលក្ខណៈទឹកវាគឺដូចជាអាងអញ្ចឹងណាអញ្ចឹងមានន័យថាវាហូររិចមកដល់ខាងលើហ្នឹងវាស្តុកពីរកន្លែងហ្នឹងហើយអាងទី1និងអាងទី2វាមាននៅខាងលើហើយនៅខាងក្រោមណាហើយបើសួរខ្ញុំថាទីតាំងកន្លែងនេះងូតបានអត់គឺងូតបានសម្រាប់អ្នកដែលគាត់ចូលចិត្តលក្ខណៈបែបស្ងប់ស្ងាត់ឬក៏លក្ខណៈទឹកដែលបែបហ្នឹងណាបងប្អូនអាចមកមួយបានពីរកន្លែងហ្នឹងបងប្អូនមួយទឹកក្នុងអាងមួយណាក៏បានដែរព្រោះទឹកមើលទៅគឺវាថ្លាមែនតើណាហើយនេះគឺជាសភាពទឹកដែលវាហូរមកបងប្អូនណាហ្នឹងហើយនិយាយទៅគឺស្អាតមួយបែបវាគ្រាន់បើជាងជាន់ទី4ហើយនេះគឺសัตว์ចាបបងប្អូនណាប្លង់នេះគឺខ្ញុំថតមកគឺបានស្អាតមែនតើខ្ញុំស៊ូមចុះស៊ូមឡើងព្រោះចាបហ្នឹងវាលោតចុះឡើងក្នុងទឹកហើយវាលោតឡើងមកលើមេឈើហ្នឹងឥឡូវនេះកុំឲ្យខាតពេកបងប្អូនខ្ញុំបន្តឡើងទៅលើទៀតនិយាយទៅសម្រាប់គម្លាតនៃការធ្វើដំណើររបស់យើងពីជាន់ទី5ទៅទី6រៀងពិ
បាក់បងប្អូនណាផ្លូវយើងកាន់តែចូលជ្រៅទៅយើងឡើងភ្នំឡើងទៅលើណាហ្នឹងហើយហើយក៏ទីបំផុតបានមកដល់ដូចគ្នាដែរបងប្អូនហើយសម្រាប់ជាន់នេះផ្ទាល់គឺខ្ញុំណែនាំ 100% បងប្អូនអាចមកមួយទឹកលេងគឺខ្ញុំធានាគឺពិតជាសប្បាយហ្នឹងហើយទឹកគឺថ្លាត្រជាក់ស្រួលពេលដែលខ្ញុំមកដល់ខ្ញុំមានអារម្មណ៍ថាខ្ញុំធូរហើយខ្ញុំសប្បាយចិត្តតិចដោយសារមានមនុស្សមកណាព្រោះផ្លូវពេលដែលខ្ញុំឡើងមកគឺអត់មានមនុស្សទេបងប្អូនតែទីបំផុតពេលដែលខ្ញុំមកដល់គឺខ្ញុំមានអារម្មណ៍ថារំភើបមែនតើហើយកន្លែងប្លង់ថតរូបត្រង់នេះក៏វាស្អាតដែរហើយទឹកយើងអាចមុជបាន2កន្លែបងប្អូនអ្នកនៅខាងក្រោយខ្ញុំនេះក៏បានឬក៏បងប្អូនអាចមកមុជនឹងអាកន្លែមួយទៀតនឹងឯកន្លែហ្នឹងគឺលក្ខណៈដូចវាហូរនៅលើថ្មពណ៌លឿងអញ្ចឹងណាហ្នឹងឯងនិយាយទៅគឺកន្លែងហ្នឹងក៏ស្អាតដែរនិយាយទៅយើងអាចដេកងូតលក្ខណៈដូចយើងម៉ាស្សាអញ្ចឹងនេះបងប្អូននេះឃើញទេគឺទឹកហូរមកលក្ខណៈបែបធម្មជាតិអញ្ចឹងហ្មងកន្លែងនេះយើងមើលមកផ្លែតស្មានដល់របៀបថាគេកាត់ថ្មគេកាត់អីគេធ្វើជាលក្ខណៈដើម្បីឲ្យយើងអាចងូតបានតែតាមពិតមិនមែនទេគឺជាថ្មធម្មជាតិអញ្ចឹងសម្រាប់ជាន់ទី6នេះសម្រាប់ខ្ញុំគឺខ្ញុំឲ្យបន្ទុ8 លើ 10ហ្នឹងហើយអញ្ចឹងបងប្អូនកុំភ្លេចឡើងមិនឡើងទៅធ្វើមិនឲ្យបានជាន់ទី6ហ្នឹងហើយបើថាឡើងទៅជាន់ទី7អត់ដល់អញ្ចឹងបងប្អូននៅធំហ្នឹងក៏បងប្អូនមានអារម្មណ៍ថាបងប្អូនអាចងូតទឹកលេងសប្បាយដែរមុនទៅវិញណាហ្នឹងហើយកុំភ្លេចដាក់ឲ្យច្រើនប៉ុស្តិចមកព្រោះប្លង់នៅកន្លែងនេះគឺថតរូបបានស្អាតមែនតើជម្រាបលាបាយសូមអរគុណដល់ហាង Khao Leo Phuket បើសិនជាបងប្អូនចង់ទិញ Khao Leo ថ្មីស្អាតសាច់ Khao លេខ1សាច់ Khao Premium ពាក់ហើយត្រជាក់ពាក់ហើយមិនស្អុះស្អាប់ពាក់ហើយមិនស្គៀបបងប្អូនបោកទឹកមិនយាសាច់យឺតសាច់លេខ1បងប្អូនអាចតាក់ទងមកឥឡូវនេះ